ណាត់ប្រកាសចិត្តឬអត់ថាដើមផ្កាបើមានពាក់ព័ន្ធជាមួយនឹងការស្លាប់របស់ម៉ាក់ក្នុងសម្បត្តិម៉ាក់គាត់សរសេរថាកុំប៉ះពាល់កូនខ្ញុំដូចជាពីអង្វរច្រើនជាងម៉ាក់តែងតែរੂថាឈឺក្បាលរហូតដល់ខ្មោចឧស្សាហ៍ចូលខ្លួនម៉ាក់មានអ្នកអន្តងហៅវិញ្ញាណមកធ្វើបាបផ្លូវចិត្តនឹងរាងកាយម៉ាក់ពួកឯងគេបានដាក់អំពើក្នុងរបស់អីមួយអត់មាននរណាមកមើលថែផ្ទះនេះទេណាធ្លាប់មានតែអ្នកភូមិក៏មើលថែឲ្យខ្ញុំអត់ចង់នៅផ្ទះនេះយូរទេផ្ទះនេះមានខ្មោចឡងប៊ូមូបានប្រាប់អូនថានៅចិត្តផ្ទះរបស់លីឌីមានរបស់ជាប់អំពើស្អីគេនឹងបងស្រីមិនមែនមន្តអាគមស្អីទេរបស់នេះនឹងតាមថែរក្សាកូនពួកលោកគីនៅឯណា